Radio Free Asiaសំឡេងស្រែកទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះចេញពីតំណែងនៅតែបន្តតាមដងវិថីនានាក្នុងទីក្រុងភ្នំពេញនៅក្នុងមហាបាតកម្មអហិង្សារបស់គណៈបកសង្គ្រោះជាតិនៅថ្ងៃទី25ខែធ្នូឆ្នាំ2013ដែលមានរយៈពេល11ថ្ងៃហើយនោះ4មហាបាតកម្មដែលដឹកនាំដោយលោកសំរងស៊ីនិងលោកកឹមសុខាព្រមទាំងអ្នកតំណាងរាស្ត្រផ្សេងៗទៀតនោះគឺឆ្ពោះទៅផ្លូវជាតិលេខ 6A ភាគច្រើននៃបាតកោដែលចូលរួមនោះគឺក្រុមកម្មករដែលមកពីរោងចក្រនានានៅក្នុងរាជធានីភ្នំពេញជាច្រើនពាន់នាក់លោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិបានថ្លែងថាមុខតំណែងនានាបានឡើងថ្លៃស្ទើរជារៀងរាល់ថ្ងៃតែលោកនាយករដ្ឋមន្ត្រីមិនមានវិធានការដើម្បីដោះស្រាយនោះទេលោកសាច់គោសាច់ឈូប៉ុណ្ណឹងឡើងដល់ណាទៀតទេឆ្នាំ2014នេះបើមិនតម្លៃឲ្យ160តម្លាក់គាត់ចោលទៅពលរដ្ឋដែលនៅសងខាងផ្លូវបានចេញមកអបអរសាទរក្បួនមហាបាតកម្មរបស់គណៈបកសង្គ្រោះជាតិឆ្លៀតពេលដែលមានការគាំទ្រច្រើននៅតាមផ្លូវនិងក្រុមកម្មកររោងចក្រចូលរួមច្រើនផងនោះលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានថ្លែងគាំទ្រឲ្យកម្មករធ្វើបាតកម្មទាមទារប្រាក់ខែគោលឲ្យបាន$160សហរដ្ឋអាមេរិកក្នុងមួយខែហើយក្នុងនាមខ្ញុំជាអ្នកជំនាញសេដ្ឋកិច្ចបានរៀនវិស័យសេដ្ឋកិច្ចធ្វើការវិស័យសេដ្ឋកិច្ចធ្លាប់ធ្វើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុខ្ញុំសូមជម្រាបបងប្អូនកូនក្មួយថានាយករដ្ឋមន្ត្រីណាដែលមិនចេះដំឡើងប្រាក់ខែមិនអាចដំឡើងប្រាក់ខែឲ្យកម្មករឲ្យបាន$160ក្នុងមួយខែនាយករដ្ឋមន្ត្រីបែបនេះគឺល្ងើពុកថ្ងាសហើយហ៊ុនសែនគាត់នៅសុំយួនចាស់បាច់មកជួយវិញទេហើយបើមកវិញតើតែចោទចេញពីតំណែងបានស្រុកយើងរីកចម្រើនតើតែចោទចេញពីតំណែងបានកម្មករទទួលបានប្រាក់ខែ$160ដែលយើងចង់បានទោះជាយ៉ាងណាថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិបានប្រកាសបន្តធ្វើបាតកម្មជារៀងរហូតទាល់តែមានដំណោះស្រាយហើយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមមហាចលនានេះខ្ញុំមុំសុផុនវិទ្យុអាស៊ីសេរីក្រុងភ្នំពេញ